សួស្តីអ្នកទាំងអស់គ្នានៅក្នុងសប្តាហ៍នេះយើងមកតមេរៀនយើងទាក់ទងទៅនឹងVMware ហើយកាលពីសប្តាហ៍មុនគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹង Network Diagram ដែលយើងត្រូវយកមកដំឡើងនៅក្នុង VMware រួចហើយចំពោះ file ISO ដែលត្រូវយកមកដំឡើងនៅក្នុង VMware ក៏ខ្ញុំបានធ្វើជាវីដេអូសម្រាប់ឲ្យអ្នកទាំងអស់គ្នាយកទៅមើលជាគំរូហើយអាច download បានដែរអញ្ចឹងចំពោះខ្ញុំគឺខ្ញុំបាន download វារួចហើយគឺ file Windows Server មួយនេះហើយនឹង file Windows អញ្ចឹងមុននឹងចាប់ផ្ដើមទៅដំឡើងនៅក្នុង VMware ខ្ញុំចង់ឲ្យអ្នកនរគ្នាបង្កើតជា folder មួយមកបន្ទាប់មកយើងយក file ISO ហ្នឹងដាក់មក folder ផ្សេងនិងមួយទៀតបង្កើតជា folder ដែរសម្រាប់ទុក VM ដើម្បីងាយស្រួលអ្នកនរគ្នាទៅស្វែងរក VM នៅពេលក្រោយអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងទៅដំឡើង VM ទាំងអស់គ្នាទៅចុច search VMware នេះ VMware របស់ខ្ញុំអូខេចំពោះWindows 11អីគឺខ្ញុំបានដំឡើងរួចហើយនៅសល់តែ Windows Server ទេអញ្ចឹងយើងចាប់ផ្ដើមដំឡើងទាំងអស់គ្នាមុនដំបូងយើងចុចកន្លែង file នេះបន្ទាប់មកយើងយកពាក្យថា new virtual machine កន្លែងនេះយើងយក recommend មកយើងចុច next កន្លែងនេះជម្រើសនេះល្អជាងគេ I will install the operating system later ចូលមកដល់ក្នុងចំណុចនេះអ្នកទាំងអស់គ្នាយកពាក្យថា Microsoft Windows បន្ទាប់មកយើងមកជ្រើសរើសយកប្រភេទWindows Server ដែលយើងត្រូវដំឡើងជាក់ស្ដែងនៅក្នុង VMware Workstation គឺវាមានត្រឹម Windows Server 2022វាអត់មាន2025ទេអញ្ចឹងយើងចុចចូល last version វាទៅវាមានត្រឹមណាយើងយកប៉ុណ្្នឹងបើន័យថាយកអស់ version វាបន្ទាប់មកយើងចុច next ត្រង់ចំណុចនេះគឺយើងដាក់ឈ្មោះ VM យើងថាចង់ដាក់ឈ្មោះអីអញ្ចឹងខ្ញុំដាក់ថា SVR 01ចាចំណុចកន្លែង location នេះគឺជាទីតាំងដែលយើងត្រូវយក VM យើងទៅ store ទុកចំពោះខ្ញុំគឺខ្ញុំនឹងយកវាទៅដាក់ក្នុងទីតាំងដែលខ្ញុំបានបង្កើត folder ទុកគឺនៅត្រង់ចំណុចនេះអញ្ចឹងដើម្បីមានភាពងាយស្រួលយើង copy យក path វាមកបន្ទាប់មកយើង path វាបញ្ចូលហើយយើងចុច next បន្ទាប់មកចំពោះ hard disk ពី VMware ទៅគេ recommend 60G ប៉ុន្តែខ្ញុំអត់យកប៉ុណ្្នឹងទេខ្ញុំយក 100G ដើម្បីឲ្យវាដំណើរការស្រួលទាំងការ store ទិន្នន័យឬក៏ដំឡើងនៅ feature មួយចំនួនចំណុចក្រោមនេះគឺចង់បញ្ជាក់ថា VM ដែលយើងបង្កើតហ្នឹងយើងចង់ split វាទៅជា file ច្រើនបានន័យថានៅក្នុង VM ហ្នឹងវាអាចបង្កើតជា file ទូចៗ10 20 30អីចឹងទៅអាហ្នឹងគ្រាន់តែឧទាហរណ៍ណាប៉ុន្តែបើយើងចុចយក store virtual disk as a single បានន័យថាវាបង្កើតតែជាមួយ file ឯសម្រាប់ run VM ហ្នឹងតែសម្រាប់ខ្ញុំគឺខ្ញុំយកចំណុចក្រោមនេះវាដើរលឿនអញ្ចឹងចុច next ចូលមកដល់ត្រង់កន្លែងនេះគឺយើងត្រូវចុចកន្លែង customize hardware ចំពោះ memory ខ្ញុំយក 8G ដើម្បីវា boot លឿនហើយចំពោះ processor គឺខ្ញុំយក2ដែរ2 core ដែរអញ្ចឹងវាស្មើនឹង4 core hard disk ខ្ញុំទៅរក file VM ដែលខ្ញុំបាន download បានន័យថា file ISO ហ្នឹងគឺ backspace មកនេះកន្លែង ISO ធ្វើដូចគ្នាដែរ copy path វា
បន្ទាប់មក password នេះហើយយើងមក select យកមកអូខេនេះចំពោះ network ដោយដែលខ្ញុំបានបង្រៀនអ្នកទាំងអស់គ្នាទាក់ទងទៅនឹងមេរៀនមុនទាក់ទងទៅនឹង NAT bridge ហើយនិង host only អញ្ចឹងចំពោះ server គឺវាដើរតួពីរទី1គឺវាទទួលអ៊ីនធឺណិតពីម៉ាស៊ីនខាងក្រៅយើងគឺម៉ាស៊ីននេះនិងមួយទៀតវានឹងយកអ៊ីនធឺណិតនឹងបោះទៅឲ្យ client អញ្ចឹង network adapter វាត្រូវពីរមួយគឺNAT និងមួយទៀតជា host only អញ្ចឹងខ្ញុំយក custom NAT គេតំណាងឲ្យ V អំណាច A បន្ទាប់មកខ្ញុំនឹងបន្ថែមមួយទៀតនេះអូភ្លេចប្រាប់ដើម្បីបន្ថែមបានគឺយើងចូលទៅកន្លែង add នេះហើយយើងចុចលើពាក្យ network adapter ហើយចុច finish បន្ទាប់មកយើងយកកន្លែង custom ចំពោះ host only គឺគេតំណាងឲ្យវាអំណាច1បន្ទាប់ពីយើងធ្វើបានទាំងកែ memory កែ processor យើងយក file ISO ដាក់ហើយនឹងយើងកែ network adapter គឺយើងត្រូវធ្វើការ close វាបន្ទាប់មកយើងចូលទៅ verify ម្ដងទៀតថាត្រូវអត់អូខេឃើញត្រូវហើយវាអំណាច X សម្រាប់ NAT ចូលអ៊ីនធឺណិតវាអំណាច1សម្រាប់ host only ទាក់ទងពី server ទៅ client អូខេអញ្ចឹងនៅពេលដែលយើងធ្វើការ complete ហើយយើងចុច close ហើយយើងចុច finish អញ្ចឹងវានឹងបង្កើតបានជា VM មួយដែល VM នឹងមានឈ្មោះថា SVR01 ហើយ RAM processor hard disk វាអំណាចគឺរួចរាល់ហើយអញ្ចឹងយើងចូលទៅ start up VM ទាំងអស់គ្នាដោយចុចកន្លែងនេះ power on this virtual machine យើងដាក់ឲ្យធំទៅដើម្បីស្រួលមើលទាំងអស់គ្នាកន្លែងនេះយើងចុច key ណាក៏បានដែរដើម្បីវា boot ខ្ញុំចុចយឺតពេកអញ្ចឹងសាមី power off វាសិនកន្លែងនេះគឺយើងត្រូវចុចឲ្យលឿនដែរដើម្បីវា boot ទៅមុខទៀតអូខេទៅហើយអញ្ចឹងចំពោះ VMware កន្លែងហ្នឹងវារៀងពិបាកបន្តិចដែរតើយើងរៀងលឿនបន្តិចចុច key នៅលើ keyboard យើងចុច key ណាក៏បានដែរ space ក៏ទៅដែររងចាំវាបន្តិចទៅចំពោះដំឡើងបើក្នុងន័យដែលអ្នកនរគ្នាមានម៉ាស៊ីនដែលមានRAM ឬក៏ CPU អីខ្លាំងអាចដាក់ 10G ក៏បានដែរតែសម្រាប់ខ្ញុំម៉ាស៊ីន physical ក៏ថាខ្ញុំរៀងទូចដែរអញ្ចឹងខ្ញុំដាក់ត្រឹម8ដើម្បីវាដំណើរការចំពោះវីដេអូទាក់ទងនឹងការដំឡើងនេះខ្ញុំគិតថាវានឹងវែងដោយសារខ្ញុំអត់កាត់វាទេខ្ញុំចង់ឲ្យអ្នកនរគ្នាឃើញពីដំណើរការវាជាក់ស្ដែងដោយសារអីប្រសិនបើអ្នកនរគ្នាទៅធ្វើការងារពិតនៅក្នុងក្រុមហ៊ុនឬក៏ស្ថាប័នអ្នកនរគ្នាគឺគាត់ជាជួបដំណាក់កាលទាំងអស់ហ្នឹងហើយអញ្ចឹងបើខ្ញុំskip កន្លែងណាមួយអាចធ្វើឲ្យអ្នកនរគ្នាពិបាកនឹងយល់អញ្ចឹងខ្ញុំសូមធ្វើវីដេអូនេះរៀងវែងគឺយើងទៅមុខទៀតអូខេកន្លែងនេះយើងទៅមុខសិនទៅអត់អីទេ keyboard US អូខេទៅមុខ Windows ត្រង់ចំណុចនេះវាមានពីរទី1គឺ install server នៅក្នុង VMware បើអនុវត្តជាក់ស្ដែងវិញបានន័យថាដំឡើង server នៅក្នុង hardware server របស់អ្នកទាំងអស់គ្នានិងមួយទៀត repair
my computer បានន័យថាយើងត្រូវការយក OS ហ្នឹងមក repair តែចំពោះករណីយើងគឺដំឡើងនៅក្នុង VMware ហ្នឹងដើម្បីយកមកតេស្តធ្វើការងារជាក់ស្ដែងអញ្ចឹងយើងយកចំណុចលើហ្នឹងបន្ទាប់មកយើងចុចកន្លែងនេះមក I agree everything will be delete include file app and setting អញ្ចឹងយើង agree ទៅដោយសារយើងដំឡើងថ្មីទេហើយចុចនេះទៀតអូខេត្រង់ចំណុចនេះពិតជាសំខាន់ទី1គេឲ្យយើងជ្រើសរើសយក Windows Server ដើម្បីយកមកដំឡើងនៅក្នុង VM យើងអញ្ចឹងជម្រើសគេគឺមាន2ទី1គឺ Standard ហើយនិងមួយទៀត Data Center អញ្ចឹងពីរហ្នឹងវាមានលក្ខណៈខុសគ្នាច្រើនទាក់ទងនឹងstandard ខ្ញុំនិយាយពី standard evaluation មុនអឺ server ហ្នឹងគឺវាដំឡើងមក feature ដែលវាអាចប្រើបានគឺវាអត់សូវច្រើនទេដូចVM អញ្ចឹងបើសិនបើយើងដំឡើងយក standard evaluation Windows Server ហ្នឹងពេលដែលយើងចង់បន្ថែម VM ដូចជាយើង install Hyper-V នៅក្នុង server ហ្នឹងគឺយើងអាចធ្វើ VM បានតែ2ឯងហើយ feature វាក៏ limit ច្រើនដែរប៉ុន្តែបើយើងយក data center វិញគឺជា server មួយដែលគេនិយមប្រើសម្រាប់ស្ថាប័នធំពីព្រោះអីគឺ feature វាគឺ full ហ្មងគឺធ្វើអីក៏បានដែរគឺយើងអាចឧទាហរណ៍ថា VMware ដែលយើងចង់ដំឡើងនៅក្នុង Windows Server ហ្នឹងបានន័យថា Windows Server យើងមិនអាចតម្លើង Hyper-V បានដើម្បីយើងបង្កើត VM ណាហើយ VM នៅក្នុង Hyper-V ហ្នឹងគឺ unlimited បង្កើតប្រមាណក៏បានដែរហើយចំពោះ feature វាគឺគ្រប់ប៉ុន្តែបើ standard នេះវិញគឺវាអត់សូវមានច្រើនទេគឺវា limit បើយើងប្រៀបធៀបជាមួយ Windows យើងអាចយើងនិយាយបានថា Windows Home compare ជាមួយ Windows Pro អញ្ចឹងអា Home ហ្នឹងប្រកាសជាប្រើការអត់សូវបានល្អជាង Windows Pro ហើយគឺវាដូចគ្នាអញ្ចឹងមួយទៀតគឺវាមាន2បានន័យថា data center ហ្នឹងវាមានអអា desktop ហើយនិងអា GUI អញ្ចឹងអា GUI គឺប្រើតែ command ទេអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នា select យកអានេះ desktop experience ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចមើលជា desktop ដើម្បីដំឡើងគឺស្រួលជាងយើងប្រើ command line ទៅដំឡើងឬក៏ control អញ្ចឹងយើងយកអាហ្នឹងមកយើងចុចនេះទៀតកន្លែងនេះយើងចុច accept មកអូខេកន្លែងហ្នឹងមុនយើងដំឡើងយើងបង្កើត partition វាសិនមកទៅមកចុច apply អូខេយើង select នេះ primary នេះហើយយើងចុច next ហើយយើងចុច install រងចាំរហូតដល់តែ Windows Server នឹងដំឡើងជាប់ហើយអ្នកនរគ្នាយើងតទៅមុខទៀតបន្ទាប់ពីវា install ម្ដងត្រង់ចំណុចនេះគឺជាកន្លែងមួយ
ដែលវាតម្រូវឲ្យយើងដាក់ password admin user សម្រាប់ log ចូលទៅក្នុង Windows Server ចំពោះ password ខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាដាក់លក្ខណៈ complexity password បានន័យថាមានអក្សរធំអក្សរទូចនិមិត្តសញ្ញានិងលេខហើយដាក់តិចបំផុតក៏8ទៅ10ខ្ទង់ដែរអញ្ចឹងវាកំពុងតែធ្វើការដំឡើងឲ្យយើងហើយអូខេអូ Windows Server ថ្មីនេះគឺវាដូចទៅនឹង Windows 11អ្នកទាំងអស់គ្នាឃើញរូបរាងវាអញ្ចឹងយើងសាកប្រើ key control alt delete ដើម្បី unlock វាបន្ទាប់មកយើងវាយ password ដែលយើងបានដាក់មិញហ្នឹងអញ្ចឹងវាកំពុងតែដំណើរការ login ចូលទៅក្នុង Windows Server ហ្នឹងហើយយើងចាំមើលរូបរាងវាទាំងអស់គ្នាតើវាខុសប្លែកពី server page Windows 22បែបណាចូលមកដល់ចំណុចនេះយើងចុចនៅលើពាក្យថា accept អញ្ចឹង Windows Server 2025យើងបានដំឡើងរួចហើយប៉ុន្តែនៅក្នុង VMware នេះអ្នកទាំងអស់គ្នាឃើញវាទូចទេវាអត់ពេញបានន័យថាវាអត់ពេញ screen អញ្ចឹងដើម្បីឲ្យវាពេញនៅក្នុង screen កុំព្យូទ័រយើងត្រូវទៅដំឡើង VMware Tool អញ្ចឹងចំពោះមេរៀនដែលបង្រៀនទាក់ទងទៅនឹងការដំឡើង VMware Tool គឺខ្ញុំបានបង្កើតជាវីដេអូហើយអាប់ឡូតចូលទៅក្នុង YouTube Channel របស់ខ្ញុំដូចហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលបានគឺយើងចូលកន្លែង VM នេះបន្ទាប់មកយើងយកពាក្យថា install VMware Tool Visa នេះយើងបិទចោលទៅនេះដាក់វាទូចដែរមកហើយយើងបើក Explorer អ្នកទាំងអស់គ្នាឃើញទេនៅពេលដែលយើងអត់ទាន់ទៅឡើង VMware Tool គឺ VM នេះវាដើរ slow ហើយវាអត់ពេញទៀតជាមើលយើងដំឡើងហើយអ្នកទាំងអស់គ្នានឹងឃើញថាម៉ាស៊ីននឹងដើរលឿនជាងមុនហើយវានឹង full screen ទៀតនៅពេលដែលយើងចុចVMware Tool ដំឡើងគឺវានឹងមកនៅកន្លែងនេះជាងបើកនិយាយក៏បានដែរចុចកន្លែង XPC មកអ្នកទាំងអស់គ្នាឃើញហើយ VMware Tool យើង double click លើវាមកអូខេយើងចុច next ទៅត្រង់3នេះយើងយក typical ហើយយើងចុច next install អញ្ចឹង VMware Tool វានឹងធ្វើការដំឡើងនៅក្នុង VM នេះហើយអញ្ចឹងនៅពេលដែលវាដំឡើងជាប់យើងគ្រាន់តែ restart ម៉ាស៊ីនមួយទៅនៅពេលដែលយើងចូលមកក្នុង server យើងវិញគឺវានឹងស្រួលប្រើជាងមុនតែខ្ញុំសូមបញ្ជាក់បន្តិចព្រោះយើងធ្វើនៅក្នុងការងារជាក់ស្ដែងបានន័យថានៅក្នុង server hardware មែនទែនគឺអត់ត្រូវការដំឡើង VMware Tool ទេ VMware Tool ហ្នឹងយើងត្រូវការដំឡើងវាតែក្នុងពេលដែលយើងដំឡើង server នៅក្នុង VMware ទេដើម្បីឲ្យវា smooth ជាងមុន
អ្នកទាំងអស់គ្នាឃើញទេអត់ទាន់ restart ផងវាចាប់ផ្ដើមពេញ screen ណាអូខេយើងចុចពីនេះទៅអញ្ចឹងវានឹងទារ restart ហើយយើងចុចចេះចំណុចនេះអ្នកទាំងអស់គ្នាគួរតែចំណាំដែរចំពោះWindows Server មុននឹងចូលវាបានយើងត្រូវតែប្រើ Control Alt Delete នៅលើ keyboard យើងដើម្បីចូលប៉ុន្តែបើយើងអត់ចង់វាយ keyboard ទេនៅក្នុង VMware យើងអាចមើលកន្លែងនេះអឺដូចជានៅក្នុង edit មិនមែនទេ file នេះអ្នកទាំងអស់គ្នាឃើញទេ Send Control and Delete អញ្ចឹងយើងមិនបាច់វាយ keyboard ទេនៅក្នុង VMware យើងគ្រាន់តែចុចទៅវានឹងបើកឲ្យយើងហើយបន្ទាប់មកអ្នកទាំងអស់គ្នាវាយ password បញ្ចូលទៅនេះជា password ដែលខ្ញុំបានដាក់នៅពេលដែលដំឡើងហ្នឹងអញ្ចឹងនេះជារូបរាងរបស់ Windows Server 2025ដែលយើងបានដំឡើងរួចនៅក្នុង VMware ហើយបើយើងមើលជាក់ស្ដែងរូបរាងរបស់វាគឺដូចទៅនឹងWindows 11អញ្ចឹងចំពោះការរៀបចំនៅក្នុង server នេះទាំងបានន័យថាការរៀបចំ setting មួយចំនួនដើម្បីឲ្យវាដើរស្រួលបន្ទាប់ពីយើងដំឡើង Windows Server នេះរួចហើយខ្ញុំនឹងបង្កើតជាវីដេអូមួយទៀតដើម្បីអឺប្រាប់អ្នកទាំងអស់គ្នាដោយសារតែវីដេអូនេះវារាងវែងអញ្ចឹងណាខ្ញុំអត់ចង់ឲ្យអឺពេលវេលាក្នុងការមើលរបស់អ្នកទាំងអស់គ្នាវាកាន់តែយូរទៀតអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនហ្នឹងនៅត្រឹមប៉ុណ្្នឹងសិនហើយខ្ញុំនឹងបង្កើតជាវីដេអូមួយទៀតទាក់ទងទៅនឹងការរៀបចំ setting នៅក្នុង Windows Server នេះដើម្បីចែកជូនទៅអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលក្នុងការមកទស្សនាវីដេអូរបស់ខ្ញុំបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏អត់ទាន់នៅត្រង់ចំណុចណាអ្នកទាំងអស់គ្នាអាច comment សួរខ្ញុំបានអរគុណ